បងប្អូនឥឡូវនេះខ្ញុំកំពុងតែឈរនៅលើផ្លូវជាតិលេខ21ក៏ផ្លូវទៅស្អាតកោះធំនៅត្រង់ចំណុចស្ពានលេខ6ឬក៏យើងអាចនិយាយបានថាស្ពានព្រៃឡុងក៏បានផងដែរដីចុះពីស្ពានព្រៃឡុងត្រឹមតែ200ម៉ែត្រតែប៉ុណ្ណោះជាប់ផ្លូវបេតុងទៀតណាតម្លៃត្រឹមតែ10000ស្ដើងឯងបងប្អូននៅក្នុង1 គីឡូហើយចំពោះឯទីតាំងនេះវិញពុកម៉ែបងប្អូនមិនបាច់សួរថាអ៊ូអទេមើលតែខាងក្រោយខ្នងខ្ញុំទៅបានដឹងហើយគឺមានប្រជាជនរស់នៅអ៊ូអមែនតើដីនេះតម្លៃល្អបាទគ្រប់ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាខ្ញុំបាទផាណាឥឡូវនេះខ្ញុំបាទសូមណែនាំពុកម៉ែបងប្អូននៅដីដែលមានទំហំទទឹង4ម៉ែត្រកន្លះគុណនឹងបណ្ដោយ18ម៉ែត្រពុកម៉ែបងប្អូនដីនេះនៅសល់តែ3ប្លង់ឯណាទំហំ4ម៉ែត្រកន្លះបណ្ដោយ18ម៉ែត្រហើយជាប់នឹងផ្លូវបេតុងដោយពុកម៉ែបងប្អូនបានមើលឃើញការឈររបស់ខ្ញុំនេះគឺផ្លូវបេតុងទំហំរហូតដល់8ម៉ែត្រទីតាំងដីខ្ពស់ហើយស្រាប់មិនលិចទឹកមានប្រព័ន្ធទឹកប្រព័ន្ធភ្លើងនិងប្រព័ន្ធលូរួចជាស្រេចពុកម៉ែបងប្អូនមិនបាច់បារម្ភថាខ្លាចទីតាំងដីលិចទឹកនោះទេហើយចំពោះឯទស្សនវិជ្ជានៅជុំវិញនៃដីដោយពុកម៉ែបងប្អូនបានមើលឃើញការថតរបស់ខ្ញុំអញ្ចឹងគឺព័ទ្ធទៅដោយរោងចក្រតូចធំជាច្រើនចម្រុះមិនតិចជាង10រោងចក្រនោះទេពុកម៉ែបងប្អូនពិសេសយើងចុះពីផ្លូវជាតិលេខ21ឬក៏ផ្លូវទៅស្អាងកោះធំយើងហ្នឹងគឺត្រឹមតែ200ម៉ែត្រតែប៉ុណ្ណោះគឺមកដល់ទីតាំងនៃដីលក់នេះហើយចំពោះឯដីគឺកម្មសិទ្ធិប្លង់រឹងផងដែរតម្លៃត្រឹមតែ10000ស្ដើងតែប៉ុណ្ណោះផ្ដល់ជូនកម្មសិទ្ធិប្លង់រឹងភ្លាមតែម្ដងសូត្រចំនួនមានតែ3ប្លង់នេះទេ